chất chỉ để ổ xi hói lại một chút hói cứ con ai đọt thôi gì cho ta lại say viên hói cứ thời ta quay đó tắc tắc mà chọc giờ ta côn có vậy mặt na thương mặt nắng quá phải còn sân ra cho mỗi luôn anh đấy bon nằng trong mưa phải ta chụp chết là bay là bài mấy cái côn anh chỉ bất đại và mưa sẽ chụp chếtมันlà bay thếมันchụp mưa thì ban đẹp côn bong hai hay ở đúng không chắc đây mỗi ni hói cứ thời ta chắc bong tay cho mỗi ni là bay brand môi nằng ការវិភាគទី4យើងបានដឹងអំពីដំណើរនៃការវិវត្តខ្លួនរបស់សត្វជ្រូកជាតិពីអាជីវកម្មគ្រួសារទៅជាអាជីវកម្មដែលមានស្តង់ដារប៉ុន្តែអ្វីដែលធ្វើឲ្យម៉ួយជ្រើសរើសសត្វជ្រូកជាតិម្ដងហើយម្ដងទៀតមិនមែនមានតែរឿងស្តង់ដារតែមួយមុខនោះទេតែគឺជាពាក្យសន្យាដែលបងដេតបានប្រាជ្ញាចិត្តក៏ដូចជាប្រកាសខ្ជាប់ជានិច្ចតើពាក្យសន្យានោះគឺជាអ្វីមកតាមដានពីបន្តនៅក្នុងសប្តាហ៍នេះជាមួយបងដេតទាំងអស់គ្នា ok lại dương cặp bông nơi ruộng mà tay ruộng níបន្ទាប់ពីកូនជ្រូកយើងប្រាច់ដោះហើយគឺយើងយកមកបំពន់នៅទីនេះរយៈពេល3ទៅ4សប្តាហ៍ដើម្បីវាធំហើយជាទូទៅរោងបែបនេះគឺកសិដ្ឋានផ្សេងៗលែងប្រើហើយគាត់ដាច់ដោះគាត់ចូលរោងសាច់ម្ដងតែយើងបានធ្វើជារោងមកtayបាទដើម្បីបំពន់ជ្រូកយើងឲ្យកាន់តែមានសុខភាពល្អបងនៅពេលដែលបងចាប់ផ្ដើមមកក្រុមហ៊ុនសាច់ជ្រូកជាតិដំបូងណាតើអ្វីទៅជាពាក្យសន្យាដែលបងតែងតែប្រាប់ទៅដល់អតិថិជនរបស់បងតែងតែសន្យាជាមួយគាត់ហើយក៏សន្យាជាមួយខ្លួនឯងដែរបងនឹងចង់ធ្វើឲ្យ brand សាច់ជ្រូកជាតិល្បីល្បាញណាចង់ធ្វើឲ្យ brand សាច់ជ្រូកជាតិធំជាងនេះអត់នៅប៉ុណ្ណេះឲ្យទៅជា brand មួយដែលធំសម្រាប់នៅស្រុកខ្មែរយើងតែម្ដងជំនាញខាងផ្គត់ផ្គង់សាច់អញ្ចឹងជា brand មួយដែលទុកចិត្តតែប្រជាជនគាត់ទុកចិត្តតែម្ដងគ្រាន់តែលើសូឈ្មោះសាច់ជ្រូកជាតិគាត់សឹងថាទិញដោយបិទភ្នែកតែម្ដងណាអាហ្នឹងគឺជាពាក្យសន្យារបស់បងតាំងពីបើកសាច់ជ្រូកជាតិដំបូងជាធម្មតាការសន្យាគឺងាយតែការអនុវត្តគឺពិបាកណាស់បងចុះដើម្បីតែគោរពពាក្យសន្យាមួយនេះបងត្រូវលះបង់អ្វីខ្លះដែរបងមែនតើទៅដូចណៃនិយាយចឹងការនិយាយវាស្រួលតែការធ្វើវាមិនស្រួលទេវាពិតជាលំបាកហើយយើងលះបង់ច្រើនលះបង់ទាំងពេលវេលាទាំងលុយកាក់ប៉ុន្តែពេលវេលាគ្រួសារគឺសំខាន់មែនតើតែសឹងតែពេលខ្លះយើងអត់មានពេលវេលាជាមួយកូនទេហើយនឹងជាមួយនឹងគ្រួសាររបស់យើងខ្លួនឯងទេតែប៉ុន្តែតាំងចិត្តជាអ្នករកស៊ីហើយឡើងប្រយុទ្ធហើយគឺអត់អាចដកថយទេចឹងតែឡើងសាយវៀនហើយគឺត្រូវតែវាយឲ្យដល់ទឹកបញ្ចប់អញ្ចឹងក្នុងចិត្តបងតែតែពេលខ្លះលំបាកទុកចិត្តថាលួចលំបាកម្នាក់ឯងណាប៉ុន្តែក៏អត់ដែលថាមានបំណងថាចោះចាញ់ឬក៏បោះបង់ដែរការងារនេះយើងនឹងត្រូវតែធ្វើឲ្យវាបានសម្រេចតាមពាក្យសន្យាដែលយើងធ្លាប់សន្យាចុះបងបន្ទាប់ពីបងឆ្លងកាត់ការលំបាកនៅក្នុងការរក្សាចំហមួយនេះតែបងសង្កេតឃើញអតិថិជនរបស់បងផ្ដល់ទំនុកចិត្តក៏ដូចជាការគ្រប់គ្រងក្នុងរូបភាពបែបណាខ្លះដែរបងមែនតើទៅចេះពេលដែលយើងធ្វើដំបូងមែនទេមកដល់ឥឡូវហ្នឹងយើងឃើញថាអតិថិជនយើងណាមួយចំនួនធំ20-30% ដែរពេលដែលគាត់ខាតរបស់យើងគាត់ថាបើក្រៅពីសាច់ជ្រូករបស់យើងគាត់អត់ទិញណាអាហ្នឹងវាជាវាផ្ដល់ដីសង្ឃឹមដល់កម្លាំងចិត្តឲ្យយើងមែនតើហ្មងក្នុងការអូខេយើងធ្វើនេះវាបានផលហើយបានន័យថាអតិថិជនជឿលើពាក្យសន្យារបស់យើងគាត់ទុកចិត្តថាយើងខំប្រឹងកសាង brand ហ្នឹងមកមិនមែនគ្រាន់តែនិយាយឲ្យទៅចោលទេគឺធ្វើមែនអញ្ចឹងបងឃើញថាពេលខ្លះបងរៀងអស់កម្លាំងចិត្តដែរតែដល់ពេលលឺសូអាហ្នឹងពីមាត់ភ្ញៀវរបស់យើងពិតហ្មងណាហើយយើងនៅបន្តទៀតយើងថាអូខេយើងធ្វើឲ្យតតែអតិថិជនភាគច្រើនគឺគាត់ជឿលើយើងដូចបងស្រីម្នាក់ដែលគាត់ឆាតមកយើងអញ្ចឹងណាគាត់ឆាតមកយើងថាបើនៅផ្សារទំនើបបើអត់មានបិទ brand របស់យើងទេគឺគាត់អត់ជឿទេគាត់អត់ទិញទេគាត់ចង់ទិញសាច់ជ្រូកដែលមានបិទ brand របស់យើងនេះអ្វីនេះគឺជាអ្វីដែលយើងតាំងចិត្តពីដំបូងថាធ្វើអញ្ចឹងតើបានចុះបងមកដល់សប្តាហ៍ថ្ងៃនេះនៅពេលដែលក្រុមហ៊ុនកាន់តែអភិវឌ្ឍខ្លួនតើពាក្យសន្យានេះបងនៅរក្សាដដែលឬក៏មានការផ្លាស់ប្ដូរដែរបងនៅតែមកចូលខាងនេះភ្លឺខាងនេះភ្លឺអាហ្នឹងប្លោះណាចេះបែបប្លោះនេះតែនេះព្រោះការមើលសុខភាពជ្រូកបញ្ចូលទៅអញ្ចឹងវាបង្ករោគលក់ទឹកផងគ្នាយើងណា1 2 3 1 2 3តែ